វ៉ាក់សាំងថ្នាក់អន្តរជាតិតាមមានវ៉ាក់សាំងអ្វីខ្លះជាទូទៅយើងនិយាយថាវ៉ាក់សាំងថ្នាក់អន្តរជាតិគឺមានន័យថាវ៉ាក់សាំងដែលយើងអាចរកចាក់បានតាមមន្ទីរពេទ្យឯកជនចំណែកវ៉ាក់សាំងថ្នាក់ជាតិគឺយើងចាក់នៅតាមមន្ទីរពេទ្យរដ្ឋឬក៏មណ្ឌលសុខភាពសួរថាហេតុអីបានជាមិនដាក់ចូលទៅក្នុងថ្នាក់ជាតិទាំងអស់ទៅដោយសារតែទី1គឺយើងគិតថាវាមិនចាំបាច់សម្រាប់ក្មេងទាំងអស់គ្នាទេហើយទី2គឺវាមានតម្លៃថ្លៃជាទូទៅវ៉ាក់សាំងថ្នាក់ជាតិរបស់យើងគឺចាក់បានតាំងពីក្មេងកើតមករហូតដល់កូនមានអាយុ1 ខួបកន្លះការចាក់ទៅតាមកម្មវិធីថ្នាក់ជាតិក៏កូនយើងអាចទទួលបាននៅអង្គាគឬក៏ប្រព័ន្ធការពារដែលអាចប្រឆាំងជាមួយនឹងមេរោគធ្ងន់ធ្ងរបានដែរប៉ុន្តែបើសិនជាកូនរបស់យើងគឺជាបុគ្គលដែលឧស្សាហ៍ឈឺគាត់កាត់មិនគ្រប់គីឡូកាត់អត់គ្រប់ខែឧស្សាហ៍ឆ្លងជំងឺផ្សេងគឺយើងអាចនឹងស្វែងរកនៅការចាក់បន្ថែមពីវ៉ាក់សាំងថ្នាក់អន្តរជាតិឬក៏យើងគឺមានលទ្ធភាពគ្រប់គ្រាន់ដើម្បីអាចស្វែងរកនៅវ៉ាក់សាំងថ្នាក់អន្តរជាតិដើម្បីចាក់ឲ្យកូនបានក៏យើងអាចចាក់បានដែរប៉ុន្តែជាទូទៅគឺគ្រប់វ៉ាក់សាំងទាំងអស់គឺមិនអាចការពារជំងឺបាន 100% ទេការដែលអាចការពាររយៈពេលវែងឬក៏ខ្លីគឺអាស្រ័យទៅលើសុខភាពរបស់ក្មេងម្នាក់ៗដូចគ្នាដែរដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ពីប្រភេទវ៉ាក់សាំងថ្នាក់អន្តរជាតិដែលយើងអាចរកចាក់បាននៅតាមមន្ទីរពេទ្យឯកជនទាក់ទងទៅនឹងអាយុក្មេងដែលអាចចាក់បានហើយនឹងគម្លាតដែលយើងត្រូវចាក់ទៅលើវ៉ាក់សាំងនីមួយៗចឹងអាចស្ដាប់វីដេអូនេះតាំងពីដើមដល់ចប់ខ្ញុំនឹងរៀបរាប់ទី1គឺវ៉ាក់សាំងការពារជំងឺរាកធ្ងន់ធ្ងរដែលយើងបន្តតាមមាត់យើងអាចបន្តឲ្យកុមារចាប់ពីអាយុ6 សប្តាហ៍ឡើងទៅរហូតដល់អាយុ6 ខែការបន្តគឺយើងបន្ត2ដងលើកទី1និងបន្ទាប់មកគឺ4សប្តាហ៍ក្រោយមកការបន្តនេះលើកទី1ហើយយ៉ាងយូរបំផុតនៅលើកទី2គឺត្រឹមអាយុ20 សប្តាហ៍ឬក៏ស្មើនឹង5 ខែទី2គឺវ៉ាក់សាំងការពារជំងឺផ្ដាសាយធំគឺយើងអាចចាក់សម្រាប់កុមារចាប់ពីអាយុ6 ខែឡើងនិងមនុស្សចាស់សម្រាប់ក្មេងអាយុ6 ខែដល់9 ឆ្នាំដែលមិនបានចាក់ពីមុនមកសោះគឺយើងចាក់ចំនួន2ដងគឺលើកទី1និង1 ខែក្រោយមកគឺយើងចាក់លើកទី2សម្រាប់ក្មេងចាប់ពីអាយុ9 ឆ្នាំឡើងទៅនិងមនុស្សចាស់គឺចាក់តែម្ដងទេនៅក្នុង1ឆ្នាំនិងត្រូវរំលឹកជារៀងរាល់1ឆ្នាំម្ដងទី3គឺវ៉ាក់សាំងការពារជំងឺអុតស្វាយគឺយើងអាចចាក់សម្រាប់កុមារចាប់ពីអាយុ1 ឆ្នាំឡើងនិងត្រូវចាក់2ដងគឺលើកទី1បន្ទាប់មកគឺ3 ខែក្រោយមកចាក់លើកទី2ទី4គឺវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ A គឺយើងចាក់បានសម្រាប់កុមារចាប់ពីអាយុ1 ឆ្នាំឡើងនិងត្រូវចាក់2ដងលើកទី1ហើយបន្ទាប់មកគឺ6 ខែក្រោយចាក់លើកទី2ទី5គឺវ៉ាក់សាំងការពារជំងឺរលាកស្រោមខួរដែលបង្កដោយមេរោគមេណាំងកូកុកគឺយើងអាចចាក់បានសម្រាប់កុមារនិងមនុស្សពេញវ័យចាប់ពីអាយុ9 ខែដល់អាយុ55 ឆ្នាំត្រូវចាក់1ដងសម្រាប់កុមារនិងមនុស្សពេញវ័យដែលមានអាយុចាប់ពី2 ឆ្នាំដល់55 ឆ្នាំត្រូវចាក់2ដងគម្លាតគ្នាយ៉ាងហោចណាស់3 ខែចំពោះកុមារដែលមានអាយុចាប់ពី9 ខែដល់23 ខែទី6គឺវ៉ាក់សាំងការពារជំងឺគ្រុនពោះវៀនគឺយើងអាចចាក់បានសម្រាប់កុមារដែលមានអាយុចាប់ពី2 ឆ្នាំឡើងទៅការចាក់នេះគឺយើងចាក់លើកទី1និងត្រូវរំលឹក3 ឆ្នាំម្ដងទី7គឺវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដែលអាចចាក់បានទាំងមុននិងក្រោយសត្វខាំអាចចាក់បានទាំងក្មេងមនុស្សចាស់ស្ត្រីមានផ្ទៃពោះដោយមិនកំណត់អាយុគឺយើងអាចចាក់ការពារបានទាំងមុនសត្វខាំនិងក្រោយសត្វខាំទី8គឺវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បួនដែលយើងអាចចាក់បានសម្រាប់ក្មេងចាប់ពីអាយុ9 ឆ្នាំឡើងទៅនិងមនុស្សចាស់រហូតដល់អាយុ45 ឆ្នាំការចាក់សម្រាប់ក្មេងនៅអាយុ9 ឆ្នាំដល់14 ឆ្នាំគឺយើងចាក់តែ2ដងគឺចាក់លើកទី1ហើយនិង6 ខែក្រោយមកសម្រាប់អាយុចាប់ពី15 ឆ្នាំឡើងទៅរហូតដល់45 ឆ្នាំគឺយើងចាក់3ដងគឺចាក់លើកទី1ហើយបន្ទាប់មក2 ខែក្រោយចាក់លើកទី2និង6 ខែក្រោយចាក់លើកទី3